បានជួយក្រុមគ្រួសារបានដូចថាខ្វះខាតមិនខ្វះបកបោពេកគឺមិនទៅបានទេបើមកគូសំខ្ញុំដាំនេះដាំពីម្ដាយខ្ញុំនៅក្មេងដែលដាំយូរឆ្នាំបើខ្ញុំចាប់ដើមតែម្ដាយបង្កើបពីអាយុខ្ញុំនៅ15ឆ្នាំដែលអ្នកដាំក្រោយខ្ញុំនោះព្រោះគេអត់មានស្គូទេទៅគេមកសំពូជតែពីខ្ញុំឯងទៅ6គ្រួសារបានត្រឹម6គ្រួសារបងបាទតែដាំអ្នកដែលដាំផ្សេងណាបាទមានតែខ្ញុំទេដែលដាំបានច្រើនជាងគេពីដើមដំបូងបំផុតគឺផ្ទះខ្ញុំដែលដាំមុនគេបំផុតបាទនេះបងប្អូនទាំងអស់គ្នានេះស្គូដោយសារខែនេះដីចូលខែកដឹកហើយដីរៀងរឹងទៅយើងពិបាកជីកបន្តិចតែអានេះវានៅគៀនបើនៅកណ្ដាលវាចោះវាធំល្អជាងនេះតែបើនៅគៀនទៅអត់សូវមានជីវជាតិអញ្ចឹងចោះវាដុះតាមធម្មជាតិទៅវាអត់សូវធំល្អតាមធម្មជាតិបាទខ្ញុំចាប់ដើមដាំពីខែ5ទៅដល់ពេលដែលរដូវដល់ពេលជីខែ9ប្រមូលបាទខែ9បាទដកម្ដងប្រហែលជា20គីឡូទៅបើគេមកលើកក្នុងផ្ទះខ្ញុំលក់តម្លៃដែលឆៅគឺ2500ដល់ពេលខ្ញុំស្ងោឆ្អិនខ្ញុំយកទៅលក់ខ្លួនឯងបាន5000មុននឹងខ្ញុំយកទៅលក់ខ្ញុំក្រកស្ងោពីម៉ោង1រយៈពេលស្ងោ1ម៉ោងកន្លះម៉ោង3តាមម៉ោង3ទៅលក់ក្រកទៅប្រហែលជា1ម៉ោងដាច់អស់ហើយបើសិនតែយើងទៅដល់មានម៉ួយគេលើភ្លាមអត់ដល់1ម៉ោងទេអស់គេលើយកនេះពីលមួតហូបសកូនេះហើយនឹកដល់ការនៅក្មេងទៅរៀនថ្នាក់ទី1ទី2យើងម៉ែឲ្យលុយមករៀន100រៀល100រៀលយើងបានសកូមួយចក្កៈនឹងមាន5អញ្ចឹងមួយចក្កៈមាន5អញ្ចឹងឯងទៅក៏យើងអត់បានហូបបាយពីផ្ទះទេគឺយើងទិញសកូហូបនឹងសាលារៀនស្រេចតែម្ដងដល់ពេលហូបថ្ងៃនេះនឹកឃើញដល់ថ្ងៃនោះថ្ងៃដែលយើងនៅរៀនសកូនេះតំណាំអ្នកសម្រាប់យើងនេះគឺពិសេសល្អណាស់បើស្លឹកវាមានប្រយោជន៍ច្រើនគេយកទៅវិចនំក៏កើតដូចជាគ្រុនក្តៅគ្រុនអុយគេត្រូវការល្អស្គូព្រោះគេទិញមកទិញរបស់ខ្ញុំដែលបានលក់ឲ្យគេដូចថាបងប្អូនដែលជិតខាងណាទៅកាត់100ទិញរបស់ខ្ញុំថាបើត្រូវឆ្នាំត្រូវអុយយកខ្ញុំជីកអយ1គីឡូឬ2គីឡូខ្ញុំអត់យកប្រាក់ទេស្គូនេះបានជួយក្រុមគ្រួសារបានខ្លះដែរទៅផ្សំអានេះគឺផ្សំគ្នាទៅចិញ្ចឹមមឿនសត្វផងទៅក៏លក់ដូរទៅក៏បានបន្តទៅបានវាបានបកបោពេកគឺមិនសូវបានទេបានមកខ្ញុំមកល្មមគួរសមបាទ